សួស្តីកូនកូនទាំងអស់គ្នាថ្ងៃនេះជួបលោកគ្រូសាជាថ្មីម្ដងទៀតហើយមុននឹងចាប់ផ្ដើមតោះសាកល្បងលេងអ្វីមួយសប្បាយៗជាមួយគ្នាបើលោកគ្រូនិយាយពាក្យថាកូនឆ្មាតើកូនគិតដល់សត្វដែលមានរូបរាងយ៉ាងណាដែរចុះបើឆ្មាកំពុងរត់តើវាធ្វើកាយវិការដូចដាច់ដែរឃើញទេគ្រាន់តែពាក្យពីរម៉ាត់នេះកូនអាចស្រមៃចេញជារូបភាពនិងសកម្មភាពបាត់ទៅហើយនៅក្នុងភាសាខ្មែរយើងពាក្យនីមួយៗមានតួនាទីពិសេសរៀងៗខ្លួនដូចជាតួអង្គក្នុងតុក្កតាអញ្ចឹងថ្ងៃនេះយើងនឹងមកស្គាល់បងប្អូនទាំង8នាក់ដែលតែងតែជួយកូននិយាយនិងសរសេររាល់ថ្ងៃតើដឹងថាពួកគាត់ជាអ្នកណាខ្លះតោះទៅជួបពួកគាត់ទាំងអស់គ្នាបាទទី1គឺនាមទី2គឺសព្វនាមទី3គឺកិរិយាសព្ទទី4គឺគុណនាមទី5គឺកិរិយាសព្ទពិសេសឬក៏គុណកិរិយាទី6ឈ្នះឬនិបាតសព្ទទី7ឈ្នាប់និងទី8ឧទានសព្ទនាមជាពាក្យសម្រាប់ហៅឈ្មោះសត្វមនុស្សវត្ថុទីកន្លែងឬគំនិតអរូបីផ្សេងៗឧទាហរណ៍សិស្សផ្ទះឆ្មាសាលារៀនសេចក្តីស្រឡាញ់ការគិត2សព្វនាមជាពាក្យសម្រាប់ប្រើជំនួសឲ្យនាមដើម្បីកុំឲ្យជាន់ពីដដែលនៅក្នុងល្បះឧទាហរណ៍ខ្ញុំអ្នកទេវាយើងគាត់ឯងដោយកិរិយាសព្ទជាពាក្យសម្រាប់បញ្ជាក់សកម្មភាពអំពើឬស្ថានភាពអ្វីមួយឧទាហរណ៍រត់ញ៉ាំដើរសរសេរគិតជាមាន4គុណនាមគឺជាពាក្យសម្រាប់បញ្ជាក់លក្ខណៈឬគុណសម្បត្តិឲ្យនាមឬក៏សព្វនាមឧទាហរណ៍ស្អាតធំខ្ពស់ក្រហមល្អឆ្លាត5កិរិយាសព្ទពិសេសឬក៏គុណជាពាក្យសម្រាប់បញ្ជាក់លក្ខណៈឬបន្ថែមន័យឲ្យកិរិយាសព្ទគុណនាមឬក៏កិរិយាសព្ទពិសេសដទៃទៀតឧទាហរណ៍ញាប់រត់ញាប់ណាស់ស្អាតណាស់យឺតតែងតែ6អ្នកឬនិបាតសព្ទជាពាក្យសម្រាប់ជាប់ពីនាមឬសព្វនាមមួយទៅពាក្យដទៃទៀតក្នុងល្បះដើម្បីបង្ហាញពីទីកន្លែងពេលវេលាឬទំនាក់ទំនងឧទាហរណ៍លើក្រោមក្នុងនៅចិត្តពីចំពោះ7ឈ្នាប់ជាពាក្យសម្រាប់តបជាប់ពីពាក្យមួយទៅពាក្យមួយគ្រាមួយទៅគ្រាមួយឬល្បះមួយទៅល្បះមួយឧទាហរណ៍នឹងហើយប៉ុន្តែពីព្រោះតែឬក៏8ឧទានសព្ទជាពាក្យសម្រាប់សម្ដែងរំភើបចិត្តជួលភ្នាក់ផ្អាប់ភ័យខ្លាចឬការកោតសរសើរវាច្រើនប្រើសញ្ញាឧទានឧទាហរណ៍អោអាឡូយីពុទ្ធ